Đồ ní nhung trong nom khní dương từ squat sạ cung sát sátในក្នុងទឹកដីខេត្តកពតដែលភាគច្រើនគ្នាយើងទៅលេងទៅហួមកហួមិនសូវបានចូលលេងហើយក៏ដូចជាមិនទាន់សូវបានស្គាល់ច្រើនប៉ុន្មានទេប៉ុន្តែបើនិយាយពីទេសភាពអីនៅទីនេះគឺថាវាស្រស់ស្អាតមួយបែបជាលក្ខណៈការរៀបចំបែបសហគមន៍អីចឹងទៅហើយយើងក៏អាចចំណាយរយៈពេលមួយថ្ងៃដើម្បីកំសាន្តនៅតាមសហគមន៍ដែលនៅជិតៗគ្នានេះបានដោយសារតែទីតាំងអីវានៅក្បែរគ្នាដែរទេអញ្ចឹងទៅលើវីដេអូនេះខ្ញុំនឹងរៀបរាប់ពីទីតាំងមួយចំនួននិងសហគមន៍ខ្លះៗដែលគ្នាយើងអាចទៅលេងបានពេលមកលេងនៅទឹកដីនៃខេត្តកពតនេះដោយសារតែទីនេះគ្នាយើងអាចមកក្នុងរដូវនេះវាត្រូវមែនតើហើយទីតាំងបន្ទាប់ដែលខ្ញុំចង់នាំគ្នាយើងទៅស្គាល់ដែរនឹងមានឈ្មោះថាសហគមន៍តាពាំងសង្កែដែលទីនេះគឺថានៅជិតកពតទេប្រហែលជា3គីឡូដីទេហើយនៅទីនេះគឺមានទាំងកន្លែងស្នាក់នៅឬក៏យើងចង់គ្រាន់តែមកលេងមកដាំដើមកោងកាងទេក៏បានដែរដោយសារតែនៅទីនេះយើងអាចមកដាំដើមកោងកាងក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍ការស្នាក់នៅបែបសហគមន៍អីចឹងណាហើយនេះជាលើកទី1របស់ខ្ញុំដែរដែលបានមកស្នាក់នៅសហគមន៍តាពាំងសង្កែនេះដោយសារតែភាគច្រើនទៅហួសមកហួសអត់ដែលបានចូលមកលេងទេហើយពេលដែលចូលមកដល់ទីនេះគឺថាផ្លែភ្នែកដោយសារសហគមន៍នេះគឺគាត់មានការរៀបចំនឹងដាំដោះឡើងវិញនៅដើមកោងកាងហើយអញ្ចឹងយើងអាចជួលទូកដើម្បីជិះទៅដាំដើមកោងកាងក៏ដូចជាពេលល្ងាចអីដូចខ្ញុំនេះអាចជិះមើលថ្ងៃលិចហើយក៏ដូចជាមើលសត្វស្លាបដែលវានៅនឹងដើមកោងកាងនេះនិយាយទៅទេសភាពនៅទីនេះស្រស់ស្អាតមែនតើពេលល្ងាចឡើងអីមកដាំដើមកោងកាងបដើមើលថ្ងៃលិចបដើបែបនេះអញ្ចឹងវីដេអូនេះក៏ចង់ឲ្យគ្រាយើងងាកមកជួយគ្រប់គ្រងសហគមន៍អេកូទេសចរបែបនេះបានច្រើនដោយសារតែយើងមិនត្រឹមតែមកបានទេសភាពស្អាតទេយើងក៏អាចចូលរួមជាផ្នែកមួយក្នុងការជួយអភិរក្សនៅធនធានធម្មជាតិយើងផងដែរដោយសារតែដើមកោងកាងគឺវាជួយបានច្រើនមែនតើទៅដល់ធនធានធម្មជាតិយើងនៅក្នុងសមុទ្រអីចឹងណាហើយនៅទីនេះក៏យើងអាចជួយ support សហគមន៍គាត់ដូចជាការទិញម្ហូបពីគាត់ឬក៏កន្លែងសាក់នៅគាត់អីជាដើមអញ្ចឹងយើងអាចកំងឲ្យពួកគាត់ធ្វើម្ហូបអីបានតាមដែលគាត់មានអីចឹងណាហើយក៏មានកន្លែងគេងតម្លៃទូថ្លៃទៅតាមនឹងដែរមិនសូវជាថ្លៃទេនៅទីនេះដោយសារតែជាប្រភេទផ្ទះបែបស្នាក់នៅបែបសហគមន៍អញ្ចឹងទៅហើយបើសិនយើងអត់ចង់គេងទេយើងចូលមកលេងមកផ្លែតមកដាំដើមកោងកាងជិះទូកមើលថ្ងៃលិចអីដូចខ្ញុំក៏បានដែរដោយសារតែវានៅជិតក្រុងដែរទេជិះប្រហែលជា15នាទីអីដល់ខេត្តកពតវិញហើយចំពោះទីតាំងលម្អិតទាំងអស់ហ្នឹងខ្ញុំដាក់ព័ត៌មាន location នៅក្នុង comment ឲ្យវីដេអូខ្ញុំគឺថាមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអរគុណច្រើនបាយបាយ